ពលរដ្ឋជាង1000គ្រួសារក្នុងភូមិចំនួន3នៃស្រុកឈូងទទួលបានកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលអាជ្ញាធរខេត្តកំពតរួមនឹងមន្ទីរជំនាញបានបន្តចុះចែកកម្មសិទ្ធិវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋប្រមាណ1659គ្រួសារដែលបានធ្វើការវាស់វែងនិងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់អាជ្ញាធរខេត្តរួមនឹងមន្ទីរជំនាញនឹងបន្តការចុះវាស់វែងនិងចែកកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឲ្យបានអស់នៅក្នុងឆ្នាំ2025នៅព្រឹកថ្ងៃទី14ខែមីនាឆ្នាំ2025ឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតបានអញ្ជើញជាអធិបតីក្នុងពិធីចែកកម្មសិទ្ធិវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន3ភូមិស្ថិតក្នុងឃុំចំនួន2ក្នុងស្រុកឈូកដែលពិធីនេះបានរៀបចំធ្វើឡើងក្នុងបរិវេណវត្តអង្គល្បើងមានមតិសំណេះសំណាលនៅអាកាសនោះឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតបានលើកឡើងថាបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានគិតគូរជានិច្ចនៅកិច្ចការងារពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលសម្ដេចបានដាក់ចុះនៅយន្តការក៏ដូចជាការចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានីខេត្តនិងមន្ទីរជំនាញត្រូវពន្លឿនក្នុងការចុះវាស់វែងនិងចែកកម្មសិទ្ធិជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានឆាប់រហ័សបំផុតឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាការពន្លឿននៃការចេញកម្មសិទ្ធិដីធ្លីឲ្យបានឆាប់រហ័សនេះគឺសំដៅឲ្យបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីច្បាស់លាស់ទាំងអស់ទទួលបាននៅការគ្រប់គ្រងដីធ្លីដោយស្របច្បាប់ហើយក៏បានជួយកាត់បន្ថយនៅវិវាទដីធ្លីដែលកើតឡើងដោយការកាន់កាប់ដីធ្លីមិនច្បាស់លាស់ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានកម្មសិទ្ធិនាពេលនេះសូមរក្សាទុកនៅបាននេះឲ្យបានត្រឹមត្រូវហើយប្រសិនបើយកទៅប្រើប្រាស់ក៏ត្រូវយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវដែរព្រោះបាននេះគឺជាទ្រព្យសម្បត្តិមួយដែលអាចឲ្យយើងយកទៅពង្រីកមុខរបរបន្ថែមផងដែរជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តក៏បានគូបញ្ជាក់ថាសកម្មភាពការងាររបស់មន្ត្រីជំនាញដែលបានខិតខំបំពេញការងារក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺការគិតគូរនិងការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីសម្ដេចតេជោហ៊ុនសែនបន្តមកដល់សម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីដែលបានដាក់ចេញនូវគោលនយោបាយពន្ធសូន្យការផ្ទេរកម្មសិទ្ធិពីម្ដាយទៅកូនជាដើមយោងតាមរបាយការណ៍របស់លោកព្រាបសុផានប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពតបានឲ្យដឹងថាពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះមានចំនួន3ភូមិដែលមានក្បាលដីសរុបចំនួន3160បានស្មើនឹង1659គ្រួសារក្នុងនោះរួមមានភូមិត្រពាំងស្ដៅឃុំត្រពាំងភ្លៀងស្រុកឈូកមានក្បាលដីសរុបចំនួន28ក្បាលដីស្មើនឹង3គ្រួសារភូមិស្រែជ្រៅឃុំលបើងស្រុកឈូកមានក្បាលដីសរុបចំនួន1684ក្បាលដីស្មើនឹង79គ្រួសារភូមិត្រពាំងកគីឃុំលបើងស្រុកឈូកមានក្បាលដីសរុបចំនួន1448ក្បាលដីស្មើនឹង867គ្រួសារជាមួយគ្នានេះដែរលោកប្រធានមន្ត្រីបានបន្តថាក្រោមការដឹកនាំគាំទ្រនិងចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមសៃសំអល់ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងឯកឧត្តមម៉ៅធនិនអភិបាលខេត្តកំពតលើសម្ភារៈឧបករណ៍បច្ចេកទេសក្នុងការជំរុញការចុះបញ្ជីដីធ្លីមន្ត្រីនឹងខិតខំពន្លឿនការចេញកម្មសិទ្ធិក្នុងខេត្តឲ្យបានចប់រួចរាល់ទាំងអស់ក្នុងឆ្នាំ2025នេះនាំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168